គេសួស្តីអ្នកនរគ្នាចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញពីរបៀប add printer នៅលើ computer របស់យើងណាអូខេតោះចឹងជំហានទី1គឺយើងភ្ជាប់ computer របស់យើងទៅកាន់ router ណា router ឬក៏ដុំ Wi-Fi ហ្នឹងហើយបន្តមកទៀតណាយើងភ្ជាប់ machine print របស់យើងហ្នឹងភ្ជាប់ទៅ router ដូចគ្នាដែរតែយើងមាន set IP address ឲ្យmachine print ហ្នឹងតោះហើយបន្តមកទៀតយើងចូលទៅកន្លែង search ហ្នឹងមកយើងយក control panel ណាហើយយើងយក hardware and sound ហើយបន្តមកទៀត device and printer ណាយើងរើសយក device and printer ហើយ add printer បន្តមកទៀតយើងយក the printer that I want isn't list ណាហើយបន្តមកយើងយក add printer using IP address ហើយយើងយក device type auto detect ណាហើយបន្តមកទៀតយើងវាយ IP address នឹងចូលទៅបាទអញ្ចឹងយើងវាយទៅបាទ IP របស់ printer ដែលខ្ញុំបានសិនហ្នឹងគឺបាទ192បាទ .168.18 បាទ .10 ណាហើយយើងចុច unit ទៅហើយចុច next ទៅអូខេវានឹង search រក machine print ហ្នឹងអញ្ចឹងយើងយកខាងក្រោមនេះមកបាទ next ហើយនេះគឺឈ្មោះ machine print របស់ខ្ញុំបាទចេញ next ទៅបាទសូមចាំវាបន្តិចបាទអញ្ចឹងយើងយកខាងលើមកហើយ next ទៀតមកបាទហើយយើងយក video poll អញ្ចឹងទៅហើយ print test វាមើលទៅបាទអញ្ចឹងបើសិនជាយើងបើក machine print ហ្នឹងគឺវាចេញហើយបាទអូខេបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទ